Đangបងប្អូននេះជីត្រីជីនេះខ្ញុំធ្វើរូបមន្តតាមខាងបងក្នុងក្រុមហើយជីនេះខ្ញុំធ្វើបានរយៈពេល2ថ្ងៃហើយចង់ឲ្យលួយសាច់ហ្នឹងប្រហែលជា5ថ្ងៃឲ្យលួយវល់អស់ហើយអត់ស្អុយទេយើងធ្វើតាមរូបមន្តនឹងអត់ស្អុយទេក្លិនវាធំក្លិនតែស្កររងូធំក្លិនបែបឈ្ងុយវាអត់ស្អុយដូចជីចំនួនដូចចាស់យើងធ្វើពីមុនហ្នឹង